បាទទៀតសួររបស់គ្នាបាទណាចង់អរគុណប្រកាន់បងប្រុសគាត់ទៅនៃពីការងារដឹកជូនគាត់ឆ្លៀតមកដែរឆ្លៀតមកជួយលើបាទចឹងបងប្អូនទាំងគ្នាទៅនេះមកជួយផងបាទទៅមកជួយបានបាត់ដំបងគ្នាយើងនៅតាណាបាទនៅចលនា boot camp អាចសិចបានចលនា boot camp បាទជំរាបសួរបងជ្រាបសួរទៅដល់លោកឪពុកអ្នកម្ដាយក៏ដូចជាជនរួមជាតិថ្ងៃនេះខ្ញុំបានចូលរួមជាមួយនឹងកម្មវិធីរបស់បងស្រី Channel ដែលជាជនជាតិអាមេរិកកាំងរួមទាំងស្វាមីក៏ដូចជាប្រុស Qwin ដែលយើងបានរៀបចំនៅស្បៀងអាហារក៏ដូចជាសម្ភារៈនៅក្នុងការប្រើប្រាស់សម្រាប់បងប្អូនជនភៀសសឹកដែលរត់គេចពីភ្លើងសង្គ្រាមនៃការឈ្លានពានរបស់ចៅសៀមមកលើប្រទេសកម្ពុជានៅពេលដែលមានបញ្ហាបែបនេះយើងឃើញថាបងប្អូនខ្មែរយើងគឺគាត់បាទជួយគ្នាណាគាត់មានទឹកចិត្តបាទនេះហើយអ្វីដែលយើងអាចនិយាយថាចង្កឹះមួយបាច់គឺកាច់មិនបាក់ទេចឹងហើយសម្រាប់ខ្ញុំអត់មានអីជាថវិកាឲ្យជួយទេប៉ុន្តែខ្ញុំមានកម្លាំងបាទក្នុងការជួយរៀបចំស្បៀងអាហារបាទជួយសម្រួលនៅការងារផ្សេងដើម្បីដាក់នៅលើឡានដើម្បីដឹកជញ្ជូនទៅបាទជូនបងប្អូនភៀសសឹកហើយបងបរទេសក៏គាត់មកជួយដែរបាទរៀបចំម្នាក់ម្ដាយមួយជើងនេះហើយជាអ្វីដែលគាត់បានឃើញថាចៅសៀមពិតជាបំពេញមកលើខ្មែរមែនហើយគាត់ស្រឡាញ់អាណិតខ្មែរណាគាត់ចង់ឲ្យខ្មែរមានតែសន្តិភាពស្រឡាញ់រាប់អានគ្នាទៅវិញទៅមកសប្បាយមានស្នាមញញឹមអញ្ចឹងហើយបើសិនជាពុកម៉ែបងប្អូនចង់ជួយបាទជាទឹកចិត្តបាទក្នុងការបរិច្ចាគថវិកាក៏ដូចជាស្បៀងអាហារបាទចំណីចំណុកឬក៏មកជួយរៀបចំអីអាចមកបាននៅរឹងទីតាំងឲ្យបងប្រុសនេះគាត់ជាអ្នកកសែតបាទគាត់បានផុសបាទសុំស្នើសុំនៃឡានបាទក្នុងការដឹកជញ្ជូនបន្ថែមទៀតហើយទីតាំងគឺនៅខាងជើងបាទពេលធំហើយខ្ញុំនឹងដាក់ location ខាងក្រោយអរគុណ